ការបញ្ជូនអ្នកជំងឺបានត្រឹមត្រូវអាចកាត់បន្ថយអត្រាការស្លាប់របស់អ្នកជំងឺបានជំរាបសួរប្រិយមិត្តទាំងអស់គ្នាយើងបានជួបគ្នាម្ដងទៀតហើយថ្ងៃនេះខ្ញុំចែករំលែកចំណេះដឹងអំពីការបញ្ជូនអ្នកជំងឺបានត្រឹមត្រូវអាចកាត់បន្ថយអត្រាការស្លាប់របស់អ្នកជំងឺបានហើយនេះជាដំបូងខ្ញុំចង់ចែករំលែកអំពីការបញ្ជូនទារកបាទការបញ្ជូនទារកឲ្យបានត្រឹមត្រូវអាចកាត់បន្ថយអត្រាស្លាប់របស់ទារកនិងម្ដាយបានក្នុងនោះរួមមានកត្តាបញ្ជូនទារកមុនសម្រាលអញ្ចឹងកត្តាបញ្ជូនទារកមុនសម្រាលហ្នឹងយើងមានកត្តាពីរកត្តាម្ដាយហើយនិងកត្តាទារកក្នុងផ្ទៃអញ្ចឹងយើងមើលការបញ្ជូនទារកមុនសម្រាលណាកត្តាម្ដាយអញ្ចឹងកត្តាម្ដាយមានអីខ្លះគឺកត្តាអីសុកពាំងបាំងមាត់ស្បូនអញ្ចឹងបើម្ដាយមានសុកបាំងពាំងមាត់ស្បូនគឺมันអាចมันអាចសម្រាលតាមក្រោនបានស្រួលវាមានហានិភ័យអញ្ចឹងអាចឈានទៅដល់ការវាកាត់ឯណោះអញ្ចឹងយើងគួរបញ្ជូនទៅសម្រាលកន្លែងណាដែលមានសុវត្ថិភាពចំពោះគាត់បាទសុកស្អិតជាប់ស្បូនឃើញទេសុកស្អិតជាប់ស្បូនហ្នឹងបើភាសាអង់គ្លេសហៅអីគេ placenta ដែលកត្តានេះយើងអាចឆ្លុះអេកូនៅត្រីមាសទី3ទៅយើងអាចធ្វើរូបវិនិច្ឆ័យដឹងហើយបាទហើយកត្តានេះកាលណាស្ត្រីសម្រាលកូនមកធ្វើឲ្យស្ត្រីធ្លាក់ឈាមច្រើនប្រឈមនឹងការអីគេហូរឈាមរហូតអាចឈានទៅដល់ការវាកាត់ធ្ងន់ធ្ងរអាចបាត់បង់ជីវិតប្រសិនបើយើងសម្រាលកូននៅកន្លែងដែលហៅសេវាសុខភាពដែលខ្វះធនធានមនុស្សខ្វះសម្ភារៈខ្វះមធ្យោបាយជួយកត្តាទី3គឺបំរុងក្រឡាភ្លើងឬក៏ក្រឡាភ្លើងណាដែលខ្មែរភាសាសាមញ្ញគេហៅព្រីក្រឡាភ្លើងនោះ VOC 7នាទីដឹងប្រសិទ្ធភាពបាទការសម្រាលកូនរបៀបនេះគឺគ្រោះថ្នាក់ណាស់ណាទាំងម្ដាយទាំងកូនអញ្ចឹងអាចសម្រាលឲ្យត្រូវការសម្រាប់ពេទ្យណាទាំងម្ដាយទាំងកូនកត្តាទឹកភ្លុះច្រើនពេកឬក៏តិចពេកក៏ជាហានិភ័យដល់ការសម្រាលកូនរបស់ទារកនិងម្ដាយដែរអញ្ចឹងក្រោយការសម្រាលត្រូវការគេសម្រាលនៅក្នុងមន្ទីរពេទ្យម្ដាយមានជំងឺបេះដូងណាតែម្ដាយមានជំងឺបេះដូងក៏ជាហានិភ័យគ្រោះថ្នាក់ដល់ម្ដាយដែរអញ្ចឹងការសម្រាលកូនត្រូវរកឡើងមានសុវត្ថិភាពមានការចម្លងមេរោគធ្ងន់ធ្ងរអញ្ចឹងបើសិនជាម្ដាយគាត់ឈឺធ្ងន់ធ្ងរដោយសារការបង្ករោគហ្នឹងក៏យើងគួរបញ្ជូនទៅកន្លែងដែលមានសុវត្ថិភាពដែរអញ្ចឹងយើងមិនអាចសម្រាលកូនគាត់ឬក៏ព្យាបាលគាត់នៅកន្លែងដែលខ្វះធនធានមនុស្សខ្វះថ្នាំខ្វះអីបានទេបាទម្ដាយមានជំងឺទឹកនោមផ្អែមម្ដាយមានជំងឺទឹកនោមផ្អែមក៏សម្រាលកូនក៏មានហានិភ័យខ្ពស់ដល់ទារកនិងម្ដាយផងដែរតែក្រោយសម្រាលហើយត្រូវការសម្រាប់នៅពេទ្យម្ដាយញៀនគ្រឿងញៀន VOC 7នាទីដឹងប្រសិទ្ធភាពគឺម្ដាយដែលប្រើប្រាស់ថ្នាំញៀនគ្រឿងញៀនក៏សម្រាលកូនមានហានិភ័យគឺកូនណាហ្នឹងគឺការសម្រាលមកត្រូវការសម្រាប់ពេទ្យព្រោះវាយំអត់បាត់ព្រោះវាយំវាស្រេកគ្រឿងញៀនដែរអញ្ចឹងប្រហែលពាក្យតិចណាដែលយើងបានជួបអញ្ចឹងណាបាទអញ្ចឹងពួកកូនណាកាលណាយំអត់បាត់ណាឲ្យទូអីឲ្យបើឆ្អែតក៏ដោយអីក៏ដោយក៏វាអត់បាត់យំដែរគឺឲ្យសារជាតិញៀនបន្តិចទៅបានវាបាត់យំអញ្ចឹងហើយបានយើងរកវិធីផ្ដាច់តាមក្រោយហានិភ័យប្រឈមនឹងកើត4ខែណាបើមានហានិភ័យកើត4ខែក៏បញ្ជូនទៅកន្លែងសុវត្ថិភាពដែរអញ្ចឹងបើយើងបញ្ជូនឲ្យបានមុនកូននឹងកើតមកព្រោះកូននឹងប្រឈមកើត4ខែវាមានបញ្ហារបស់វាអញ្ចឹងកូននឹងត្រូវកើតមកទៅសម្រាប់នៅក្នុងមន្ទីរពេទ្យអញ្ចឹងណាអញ្ចឹងបើសិនជាកន្លែងសេវាសុខភាពដែលខ្វះអីគេការមើលថែទារកគឺថែអីហ្នឹងគឺវាប្រឈមនឹងការអីគេគ្រោះថ្នាក់ដល់ជីវិតដល់ទារកបែកទឹកភ្លុះមុនការកំណត់ក៏សម្រាប់កូនមានហានិភ័យដែរម្ដាយដែលធ្លាប់សម្រាប់កូនដោយវាកាត់អញ្ចឹងការណាសម្រាប់កូនលើកក្រោយបើតាមក្រោមឬក៏អីហ្នឹងវាអាចជឿពោះទៅប្រឈមនឹងអីគេរហែកស្បូនហើយអាចហូរឈាមអញ្ចឹងទៅណាព្រោះជាបញ្ហាប្រឈមខ្លាំងហ្នឹងហើយអញ្ចឹងហើយកាលណាយើងគឺអញ្ចឹងយើងគួរតែបញ្ជូនទៅសម្រាប់កន្លែងដែលមានសុវត្ថិភាពមុនសម្រាប់ក្រុមឈាមរេស៊ីម្ដាយនិងទារកមិនត្រូវគ្នាគឺក្រុមឈាមម្ដាយដែលមានរេស៊ីអវិជ្ជមានរេស៊ីដកណាបាទព្រោះរេស៊ីហ្នឹងវាមានបូកមានដកអញ្ចឹងបើម្ដាយមានរេស៊ីអវិជ្ជមានកូនហ្នឹងក៏អាចប្រឈមនឹងការហូរឈាមរហូតដល់ស្លាប់អញ្ចឹងបើយើងរកឃើញអញ្ចឹងយើងត្រូវគេមានចាក់ថ្នាំបង្ក្រាបរេស៊ីក្រាបអីដែលចេញទៅកន្លែងណាដែលមានសុវត្ថិភាពបាទ វីលីអាហារកោសិកាកើនបញ្ញាអាយុវែង